ការចរចាដ៏មានសារៈសំខាន់បំផុតរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ទទួលរងនូវភាពបរាជ័យឬយ៉ាងណាក្រោយពេលពិភាក្សាអស់រយៈពេលជាង20ម៉ោងនៅក្នុងប្រទេសប៉ាគីស្ថានពិភពលោកកំពុងស្ថិតនៅក្នុងការព្រួយបារម្ភថាសង្គ្រាមអាចនឹងផ្ទុះឡើងវិញគ្រប់ពេលវេលាការចរចានេះបានកើតឡើងក្រោយពីសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាដែលបានបន្តអស់រយៈពេលជាច្រើនសប្តាហ៍និងបង្កឲ្យមានការបាត់បង់ជីវិតនិងប៉ះពាល់សេដ្ឋកិច្ចពិភពលោកទាំងមូលមុននេះនៅឯសេតាវិមានលោកប្រធានាធិបតី Donald Trump បានប្រកាសបទឈប់បាញ់បណ្ដោះអាសន្ន2សប្តាហ៍ដើម្បីបើកផ្លូវឲ្យមានការចរចាប៉ាគីស្ថានបានដើរតួនាទីជាអ្នកសម្របសម្រួលហើយបានអញ្ជើញភាគីទាំងពីរមកជួបចរចាការចរចាគឺនៅក្នុងទីក្រុងអ៊ីស្លាមាបាតគឺជាការជួបផ្ទាល់ដ៏កម្ររវាងប្រទេសទាំងពីរនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍តាមរបាយការណ៍ព័ត៌មានធំៗនៅលើពិភពលោកការចរចារយៈពេល21ម៉ោងបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance បាននិយាយថា We've been at it now for 21 hours and we've had a number of substantive discussions with the Iranians. That's the good news. The bad news is that we have not reached an agreement. And I think that's bad news for Iran much more than it's bad news for the United States of America. So we go back to the United States having not come to an agreement. ភាគីទាំងពីរមានការពិភាក្សាគ្នាយ៉ាងសំខាន់ប៉ុន្តែมันអាចឈានដល់ចំណុចរួមណាមួយបានឡើយបញ្ហាធំៗដែលធ្វើឲ្យការចរចាបរាជ័យមួយគឺកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់2ការគ្រប់គ្រងច្រកសមុទ្រ Hormuz 3ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអាមេរិកទាមទារឲ្យអ៊ីរ៉ង់បោះបង់ចោលគម្រោងអាវុធនុយក្លេអ៊ែរខណៈអ៊ីរ៉ង់បានចោទថាអាមេរិកមានការទាមទារខ្ពស់ពេកនេះបើយោងតាមសារព័ត៌មាន The Guardian ការបរាជ័យនេះត្រូវបានគេមើលឃើញថាអាចធ្វើឲ្យបទឈប់បាញ់2សប្តាហ៍ក្លាយជាអាសាបង់ហើយអាចនាំឲ្យមានសង្គ្រាមជាថ្មីឡើងវិញអ្នកវិភាគបាននិយាយថាការចរចានេះមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាអាចកំណត់ទិសដៅសន្តិសុខពិភពលោកនិងតម្លៃប្រេងចំណុចសំខាន់ៗដែលយើងត្រូវដឹងនៅក្នុងការចរចានេះប្រសិនបើការចរចានៅតែបន្តបរាជ័យតម្លៃប្រេងអាចនឹងកើនឡើងខ្លាំងព្រោះច្រកសមុទ្រ Hormuz ត្រូវបានរារាំងប្រសិនបើសង្គ្រាមកើតឡើងសារជាថ្មីវាអាចប៉ះពាល់ដល់ប្រទេសជាច្រើននិងពាណិជ្ជកម្មពិភពលោកប្រទេសប៉ាគីស្ថានត្រូវបានគេចាត់ទុកថាជាអ្នកសម្របសម្រួលសំខាន់មួយដើម្បីព្យាយាមរកសន្តិភាពដូចនេះប៉ាគីស្ថានគឺស្ថិតនៅក្នុងក្រសែភ្នែកពិភពលោកកំពុងតាមដានអ្នកជំនាញមួយចំនួនបានព្រមានថាការបរាជ័យនេះអាចជាសញ្ញាដែលធ្វើឲ្យវិបត្តិនៅតែបន្តយូរជាងការរំពឹងទុកសរុបមកការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅក្នុងប្រទេសប៉ាគីស្ថានបានបញ្ចប់ទៅដោយគ្មានលទ្ធផលច្បាស់លាស់ប៉ុន្តែមានឥទ្ធិពលធំនៅលើពិភពលោកស្ថានភាពនៅតែតានតឹងហើយពិភពលោកកំពុងរងចាំថាតើការចរចានឹងនៅតែបន្តឬសង្គ្រាមនឹងត្រឡប់មកសារជាថ្មីតើអ្នកគិតថាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់អាចឈានដល់សន្តិភាពបានដែរឬទេសូមចែករំលែកមតិយោបល់របស់លោកអ្នកនៅខាងក្រោមវីដេអូនេះពីខ្ញុំសម្បត្តិ Candy News